Mìnhជម្រាបសួរពុកម៉ែបងប្អូនរីករាយមកទស្សនាការធ្វើសាច់គោជាមួយខ្ញុំបាទជាដំបូងដែរគឺខ្ញុំចាប់ផ្ដើមយកសាច់គោយកមកស្ងោរដើម្បីឲ្យឆ្អិននិងបានបាត់ក្លិនឆ្អាបពេលនេះដែរគឺយើងរំងាស់ទុកឲ្យយូរបន្តិចដើម្បីឲ្យសាច់គោរបស់យើងបានឆ្អិនល្អបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមគៀបពពុះចេញដោយសារនៅក្នុងពពុះនេះគឺវាជាប់នឹងក្លិនឆ្អាបអញ្ចឹងយើងគៀឲ្យអស់បន្ទាប់ពីយើងស្ងោរសាច់គោបានឆ្អិនរួចយើងចាប់ផ្ដើមយកមកគ្រឿងយកមកអាំងដើម្បីធ្វើស៊ុបរបស់យើងពីឆ្អើរគ្រឿងរួចខ្ញុំមកបំពងខ្ទឹមសដើម្បីធ្វើស៊ុបពុះខ្ទឹមសនេះដែរគឺខ្ញុំបំពងឡើងក្រហមបន្តិចទើបខ្ញុំដាក់គ្រឿងចូលចំពោះគ្រឿងនេះដែរគឺយើងដាក់រំលីងឲ្យឡើងឈ្ងុយបន្តិចតែយើងដាក់សាច់តាមក្រោយចំពោះការធ្វើស៊ុបនេះដែរគឺខ្ញុំដួសសាច់គោមួយចំណែកដែលខ្ញុំបានស្ងោររួចយកមកធ្វើស៊ុបនេះដែរគឺខ្ញុំចាប់ផ្ដើមកូរគ្រឿងឲ្យឡើងឈ្ងុយទើបខ្ញុំដាក់សាច់ចូលបន្ទាប់ពីបានកូរគ្រឿងឈ្ងុយហើយខ្ញុំដាក់សាច់ដែលយើងបានស្ងោរមកចូលពេលនេះដែរគឺខ្ញុំកូរគ្រឿងជាមួយសាច់ឲ្យបានចូលជាតិគ្នាបានល្អទើបខ្ញុំចាក់ទឹកមកបន្ទាប់មកខ្ញុំថែមទឹកត្រីបន្តិចបន្តមកទៀតខ្ញុំថែមស្ករសចូលពួកគ្រឿងនេះដែរគឺយើងដាក់ទៅតាមបរិមាណសាច់និងបន្លែដែលយើងមានបន្តមកទៀតគឺខ្ញុំថែមទឹកដែលយើងស្ងោរសាច់គោមុននេះរួចបីរំងាស់សាច់ឲ្យបានឡើងឈ្ងុយបន្តិចពេលនេះដែរយើងសាច់យើងបានរំងាស់រួចហើយបងប្អូនតមកយើងដាក់បន្លែល្ហុងចូលរួចធ្វើការកូរត្រឡប់បន្លែល្ហុងជាមួយសាច់ឲ្យបានចូលជាតិគ្នាល្អទើបយើងថែមទឹកចូលតាមក្រោយតមកខ្ញុំថែមទឹកស្ងោរសាច់គោមុននឹងបន្តិចទៀតដើម្បីរំងាស់ល្ហុងជាមួយសាច់ឲ្យឡើងចូលជាតិគ្នាបន្តិចពេលនេះដែរយើងរំងាស់បានចូលជាតិហើយបងប្អូនគឺខ្ញុំថែមទឹកចូលពូទឹកនេះដែរគឺខ្ញុំថែមរៀងច្រើនបន្តិចដើម្បីដាក់បន្ថែមមីគុយទាវឬមីស៊ុបចូលពុះមីដែរគឺខ្ញុំថែមពេលក្រោយក្នុងការឆ្អិនស៊ុបរួចពីនេះដែរស៊ុបរបស់ខ្ញុំគឺរំងាស់ចិនបានច្រើនហើយបងប្អូនពេលនេះដែរគឺស៊ុបរបស់ខ្ញុំក៏បានឆ្អិនបងប្អូនឆ្លាញ់ពេញចិត្តសូមបងប្អូនជួយគាំទ្រវីដេអូនេះផងសូមអរគុណ